បាទសូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យទូកងគុំខ្មែរទាំងអស់គ្នាផងដែរចឹងសម្រាប់វីដេអូមួយនេះគឺយើងមកទស្សនាអំពីសកម្មភាពក្នុងការសាកល្បងរលបឿនទូកលើកក្តាររបស់វត្តសិរីជុំបឹងទុនសាដែលស្ថិតនៅក្នុងស្រុកព្រៃកើយខេត្តឃ្លាំងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ទូកនេះហើយគឺជាទូកដែលផលិតឡើងអំពីស្រឡៅសុទ្ធណាបងប្អូនទាំងអស់គ្នាចឹងយើងរងចាំអត់មើលថានៅក្នុងឆ្នាំ2026នេះតើល្បឿនគាត់លឿនលយខ្លាំងដល់កម្រិតណាគឺបងប្អូនអាចចូលរួមទស្សនានៅក្នុងវីដេអូនេះបានហើយនេះហើយគឺជាសកម្មភាពបាទការសាកល្បងរលបឿនរបស់គាត់ណាចឹងបើយើងសង្កេតមើលទៅលើជើងចង្វាគឺមិនធម្មតាទេបងប្អូនគឺចាក់ស្រុកគ្នាល្អហើយបែកទឹកសំពងប្រងព្រាតហើយសុភាពនៃទូកគឺយើងមើលទៅគឺរៀងលោតបន្តិចណាបងប្អូនទាំងអស់គ្នាតែចំពោះល្បឿនវិញតើបងប្អូនយល់យ៉ាងណាដែរអាចចូលរួមខមមិនជាមតិយោបល់ម្នាក់មួយនៅខាងក្រោមវីដេអូនេះបានណា